កូនមិនសមមកមិនឆ្លើយតបពេលហៅឈ្មោះតែអាចជា autism ឬទេជំរាបសួរបងប្អូនមេដាបេដានិងអាណាព្យាបាលទាំងអស់គ្នាខ្ញុំបានវិជ្ជបណ្ឌិតសិទ្ធិបរិនសូមចែករំលែកចំណេះដឹងខ្លីមួយអំពីសញ្ញាព្រមាននៃជំងឺ autism ចំពោះកុមារ autism គឺជាបញ្ហានៃការអភិវឌ្ឍដែលអាចប៉ះពាល់ដល់ការទំនាក់ទំនងនិងការនិយាយនិងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឪពុកម្ដាយគួរយកចិត្តទុកដាក់ប្រសិនបើកុមារមានសញ្ញាដូចខាងក្រោមមិនសូវមើលមុខពេលដែលនិយាយជាមួយគ្នាមិនសូវឆ្លើយតបពេលដែលគេហៅឈ្មោះជាសញ្ញាដំបូងបំផុតដែលអាចសម្គាល់បានតាំងពីអាយុ12ខែយឺតក្នុងការនិយាយឬមិនទាន់និយាយជាសញ្ញាចម្បងដែលធ្វើឲ្យម៉ាក់ប៉ានាំកូនមកជួបពេទ្យមិនសូវចូលចិត្តលេងជាមួយកុមារដទៃគឺកង្វះអន្តរកម្មសង្គមធ្វើសកម្មភាពដដែលៗញឹកញាប់ដូចជាក្រវីដៃឬក៏រៀបរបស់លេងជាជួរចូលចិត្តទម្លាប់ដដែលហើយពិបាកក្នុងការទទួលយកការផ្លាស់ប្ដូរគឺគេនឹងឆាប់ខឹងឬក៏យំខ្លាំងសូមបញ្ជាក់ថាសញ្ញាទាំងនេះលេចឡើងច្បាស់នៅចន្លោះអាយុពី12ខែដល់2ឆ្នាំសញ្ញាមួយទៀត joint attention កុមារ autism ច្រើនតែមិនចេះចង្អុលបង្ហាញពីអ្វីដែលគេចាប់អារម្មណ៍ឬចង់បានឧទាហរណ៍គេឃើញយន្តហោះប៉ុន្តែគេមិនអាចចង្អុលឲ្យម៉ាក់ប៉ាមើលបានទេនេះគឺជាសញ្ញាសំខាន់មួយដែរសូមចងចាំថាកុមារដែលមាន autism មិនមែនមានន័យថាមិនអាចរៀនឬក៏អភិវឌ្ឍបានទេការរកឃើញនិងការជួយអប់រំឲ្យបានឆាប់អាចជួយឲ្យកុមារអភិវឌ្ឍជំនាញទំនាក់ទំនងការសិក្សានិងជីវភាពប្រចាំថ្ងៃបានប្រសើរឡើងការព្យាបាលតាមបែបអាកប្បកិរិយានិងភាសា speech and behavioral therapy មុនអាយុ3ឆ្នាំផ្ដល់លទ្ធផលល្អបំផុតសម្រាប់អនាគតកុមារប្រសិនបើលោកអ្នកមានការព្រួយបារម្ភសូមនាំកូនមកពិគ្រោះជាមួយនឹងគ្រូពេទ្យឬក៏អ្នកជំនាញផ្នែកអភិវឌ្ឍកុមារសូមចុច like និងចែករំលែកវីដេអូនេះបន្តប្រសិនបើលោកអ្នកគិតថាវាមានប្រយោជន៍សូមអរគុណ